ធ្វើពេលទាំង poster បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើនឹងចូលទៅកម្មវិធី layer ជាច្រើនទៀតអញ្ចឹងខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាមួយអញ្ចឹងអានេះរូបភាពនេះទាំង poster មួយនេះខ្ញុំបានធ្វើរួចរាល់ហើយអញ្ចឹងពួកយើងចូលទៅមើល layer ទាំងអស់គ្នាអញ្ចឹងនៅក្នុង layer នេះវាមានច្រើនផ្នែកបើសិនជាក្នុងករណីយើងចង់ដូរមុខម្ហូបនេះឧទាហរណ៍យើងចង់យកផ្លូវមាន់យើងចង់យកវារូបភាពផ្សេងយើងមានរូបភាពស្រាប់នៅក្នុងការធ្វើយើងអាចចូលទៅក្នុងYouTube ក៏បានចូលទៅក្នុងអីបានយើងស្រាវជ្រាវបន្ថែមទៀតមកឧទាហរណ៍ដាក់មាន់បំពងយើងអាចចូលទៅកន្លែង image នេះយើងអាចមានរូបភាពផ្លូវមាន់ពងអីច្រើនអញ្ចឹងណាជួយចូលទៅយកយើងអាច copy image មកចូល copy image ទៅមកយើងចូលទៅក្នុងមិញហើយយើងនឹងកាត់វានេះពីវិធីសាស្ត្រនៅក្នុងការកាត់រូបភាពការកាត់រូបនឹងមកដើម្បីយើងមកប្រើប្រាស់អញ្ចឹងអូខេព្រោះដោយសារវាមាន slide ពីក្រោយអញ្ចឹងយើងចង់កាត់រូបនឹងដើម្បីយកមកដាក់អញ្ចឹងយើងអាចកាត់វាបានយើងចូលទៅកម្មវិធីមួយនេះចូលទៅកម្មវិធីលុបក៏បានដែរយើងទៅលុប layer ឬក៏កន្លែងអ្នកក្រោយទៀតណាយើងលុបមុខពីខាងក្រោយយើងមកពីចេញពេលចឹងវាបានបែបនេះចឹងចូលទៅកន្លែងដើមវិញចូលទៅកន្លែងនេះនៅសល់ស្នាមបន្តិចបន្តួចចឹងយើងអាចដាក់ជាប្រភេទនៅខាងក្រោម layer អ្នកនរគ្នាឃើញនេះនៅពីក្រោយពីណាអញ្ចឹងយើងអត់នេះទេយើងទាញនេះពីក្រោយមកយើងចូលទៅកន្លែង layer យើងវិញដោយសារយើងត្រូវការមើល layer វាទៅមកទាញរូបភាពហ្នឹងនៅពីខាងលើរូបភាពនេះអូខេអញ្ចឹងយើងទាញ layer ហ្នឹងមកខាងលើមកខាងលើរូបកែវហ្នឹងអូខេអញ្ចឹងនៅពេលដែលបានអញ្ចឹងនេះបានអញ្ចឹងបានរូបភាពអូខេយើងបានសម្អាតរូបភាពហ្នឹងទៅមកយើងចង់លុបវាបន្ថែមដោយសារនេះវានៅជាប់នេះកែមនេះណាអញ្ចឹងណាអញ្ចឹងយើងលុបវាអញ្ចឹងយើងប្រើកម្មវិធីអីដើម្បីលុបឲ្យវាមើលទៅវា smooth អញ្ចឹងយើងចូលទៅកម្មវិធីលុបមិញមកចូលទៅកម្មវិធី cut ក៏បានដែរអូខេយើងប្រើនឹងលុបឲ្យមើលទៅ smooth តិចណាដាក់តឡើងវា positive វាធំតិចណាដើម្បីលុបទៅដាច់លុបឆ្ងាយអូដល់ផ្លូវមន់ទៀតចុច control ណាដើម្បីមកវិញអូខេលុបមកទៅធ្វើមើលទៅ smooth ចឹងណាលុបឲ្យ smooth ទៅ smooth អូខេនៅពេលដែលយើងប្រើកម្មវិធីបែបនេះលុបហើយយើងសេរីវាមកវិញមកចូលឡើងដើមវិញអញ្ចឹងចូលឡើងដើមវិញតមកយើងទាញវាស្នាមបើសិនជានៅស្នាមអីយើងបន្តលុបទៀតអញ្ចឹងលុបមកទៅវាឲ្យវាស្អាតហើយសម្រាប់វងមួយនេះគឺយើងចង់បានយើងអាចចូលទៅ layer វាហើយទាញវាយកមកយើងសេរីអញ្ចឹងហើយភាពទាំងអស់នេះក៏អញ្ចឹងដែរយើងយកមកហើយសួរថា background នេះធ្វើមិនអញ្ចឹងសម្រាប់ background ហ្នឹងយើងត្រូវតែចូលទៅចាក់ gradient អញ្ចឹងឥឡូវខ្ញុំព្រាមទី2វិធីសាស្ត្រនៅក្នុងការកាត់រូបភាពយកមកដាក់នៅក្នុង background ខាងក្រោយប៉ុន្តែបើអ្នកទាំងអស់គ្នាចង់រៀនពីការចាក់ color នៅក្នុង background នេះចាំខ្ញុំនឹងព្រាននៅវីដេអូបន្តទៀតអរគុណច្រើនអ្នកទាំងអស់គ្នាជួបនៅវីដេអូបន្តទៀតជាមួយនឹងការចាក់ background នៅខាងក្រោយនេះអរគុណជំរាបលា